Titanic គឺជាកប៉ាល់ដ៏ធំបំផុតមួយដែលបានកសាងឡើងដោយជនជាតិអេក្លង់គឺលោក Thomas Andrew លោកកើតនៅថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 1873 លោក Thomas Andrew គឺជាស្ថាបត្យករមួយរូបដែលមានគំនិតច្នៃប្រឌិតខ្ពស់លោកធ្លាប់ឆ្លងកាត់ការសិក្សានៅវិទ្យាស្ថានមួយដែលមានឈ្មោះថា Royal Bedford Academy Institution ដែលជាវិទ្យាស្ថានមួយបណ្ដុះបណ្ដាលផ្នែកស្ថាបត្យកម្មក្នុងនោះដែរលោកក៏ជាបុគ្គលដែលមានភាពវៃឆ្លាតក្នុងការសាងសង់គម្រោងផ្សេងៗផងដែរកប៉ាល់យក្ស Titanic បានចាប់ផ្ដើមការសាងសង់នៅថ្ងៃទី 31 ខែមិនិនាឆ្នាំ 1909 នៅចក្រភពអង់គ្លេសដែលមានលោក Thomas Andrew ផ្ទាល់ជាអ្នកដឹកនាំក្នុងការសាងសង់នៅក្នុងឆ្នាំ 1911 ថ្ងៃទី 31 ខែឧសភាកប៉ាល់ Titanic ក៏បានសាងសង់រួចជាផ្លូវការក្នុងនោះដែរគម្រោងនេះត្រូវបានចំណាយថវិកាខ្ទង់ $7.5 លានអាមេរិកនិងប្រើប្រាស់កម្លាំងពលកម្មប្រមាណ 14,000 នាក់ទន្ទឹមនឹងនេះកប៉ាល់ Titanic គឺជាកប៉ាល់ដ៏ទំនើបមួយដែលអាចផ្ទុកអ្នកដំណើរចាប់ពី 2,200 នាក់ឡើងទៅក្នុងនោះវាមានកន្លែងញ៉ាំបាយបន្ទប់គេងកន្លែងប្រជុំកន្លែងមើលទេសភាពនិងមានកន្លែងប្រណិតជាច្រើនទៀតកប៉ាល់យក្ស Titanic មានទម្ងន់ 52,310 តោននិងមានកម្ពស់ខ្ទង់ 268 ម៉ែត្រវាប្រើប្រាស់កម្លាំងមនុស្សជាច្រើនដើម្បីដំណើរការកប៉ាល់នេះនៅក្នុងឆ្នាំ 1912 ថ្ងៃទី 15 ខែមេសាអំឡុងពេលផ្ទុកអ្នកដំណើររាប់ពាន់នាក់ធ្វើដំណើរពីទីក្រុង Southampton ឆ្ពោះទៅកាន់ទីក្រុង New York របស់សហរដ្ឋអាមេរិកកប៉ាល់ Titanic បានជួបនឹងឧបទ្ទវហេតុមួយគឺបុកនឹងផ្ទាំងទឹកកកដ៏ធំមួយដែលបណ្ដាលឲ្យកប៉ាល់នេះមិនអាចទប់នឹងសម្ពាធទឹកបានហើយក៏លិចទៅក្នុងបាតសមុទ្ររហូតមកដល់សព្វថ្ងៃឧបទ្ទវហេតុនេះបានធ្វើឲ្យមនុស្សចំនួន 1,503 នាក់បានស្លាប់បូករួមទាំងកងនាវិកនៅលើកប៉ាល់ Titanic នោះផងដែរហើយមានមនុស្សចំនួនត្រឹមតែ 705 នាក់ប៉ុណ្ណោះដែលត្រូវបានសង្គ្រោះនេះជាសោកនាដកម្មមួយដែលពិភពលោកចាត់ទុកជាប្រវត្តិសាស្ត្រដើម្បីឲ្យមនុស្សចំនួនក្រោយសិក្សាស្រាវជ្រាវបន្តគួររំលឹកផងដែរថាកប៉ាល់យក្ស Titanic បានបន្សល់នៅរូបរាងនៅក្រោមបាតសមុទ្ររហូតមកដល់សព្វថ្ងៃចំពោះលោក Thomas Andrew ដែលជាអ្នករចនាកប៉ាល់នេះក៏បានស្លាប់នៅក្នុងហេតុការណ៍នោះក្នុងអាយុ 39 ឆ្នាំ